ជំរាបសួរពុកម៉ែបងប្អូនបាទអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រ Channel គីមហាក់របស់ខ្ញុំបាទថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីការលុប account Gmail នៅក្នុង Gmail application បាទអញ្ចឹងហើយបងប្អូនប្រហែលជាស្គាល់ហើយកម្មវិធី Gmail បាទនេះកម្មវិធី Gmail បាទអញ្ចឹងកម្មវិធី Gmail នេះគឺយើងតែងតែ lock account Gmail របស់យើងជាច្រើនទៅក្នុង account ហ្នឹងណាបាទអញ្ចឹងឧទាហរណ៍ថាដូចរបស់ខ្ញុំចេះបាទគឺមាន account Gmail ជាច្រើននៅក្នុងនេះបាទអញ្ចឹងវិធីសាស្ត្រលុប account Gmail របស់វិធីសាស្ត្រលុប account Gmail បាទអញ្ចឹងយើងតាមដានអ្នកនរគ្នាបាទយើងចូលទៅក្នុង manage account បាទយើងចូលទៅក្នុងកន្លែង Google ហ្នឹងបាទអញ្ចឹងនេះគឺ account Gmail ដែលបាន lock ចូលទៅក្នុងទូរស័ព្ទដៃបាទអញ្ចឹងដើម្បីយើងលុបយើងចុចកន្លែងត្រង់ចុច2នេះបាទបាទអញ្ចឹងយើងមាន account Gmail របស់យើងជាច្រើននៅក្នុងនេះបាទអញ្ចឹងបើក្នុងករណីថាយើងចង់លុប account ណាមួយបាទឧទាហរណ៍ថាខ្ញុំចង់លុប account គីមហាក់ 945@gmail.com នេះអញ្ចឹងខ្ញុំចុចទៅលើហ្នឹងហើយបន្ទាប់មកនេះគឺជា function មួយចំនួនដែលយើងត្រូវប្រើប្រាស់ជាប្រចាំថ្ងៃទៅលើ account Gmail ហ្នឹងអញ្ចឹងវិធីសាស្ត្រ log out គឺយើងចូលកន្លែង2នេះបាទតែពាក្យចុច2នេះបាទយើងចុចយកពាក្យថា remove account ហើយបន្ទាប់មកយើងចូលយក remove account ភាសាទៀតបាទយើងចាំ update បាទអញ្ចឹងនេះគឺ account Gmail របស់យើងត្រូវបានលុបណាបាទអញ្ចឹងសូមអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកប៉ុណ្នេះអរគុណច្រើន